Millionaire. We are going to the Swayambhu Nath Stupa. Hello vlog, welcome to my guy. Hello. Bom. Hello hello. តាណាយើងតាណាដែរទីក្រុងភ្នំជួបប្លុកកជួបប្លុកដែរ Hello អូនថាតាណាបងទៅដើរលេងទៅចៃដន្យនេះមកជួបគ្នានេះយើងបានជុំគ្នាហើយទៅដកលុយសិនបងប្អូនបាន$7 check in dan can I see yeah អូងត់ញ៉ាំចឹង Okay អញ្ចឹង check in ហើយ everything done អូខេឥឡូវនេះដល់ម៉ោង boarding ហើយហើយ airline ដែលយើងជិះហ្នឹងគឺយើងជិះតាមកាថេអញ្ចឹងនៅលើយន្តហោះគេមានភេសជ្ជៈគេមានអាហារឲ្យយើងញ៉ាំពីភ្នំពេញយើងត្រូវ transit នៅហុងកុងអញ្ចឹងពីភ្នំពេញទៅហុងកុងប្រើរយៈពេល73ម៉ោងទេសភាពយើងកំពុងតែចាំ gate នេះយើងនៅ gate ទី71ចាអញ្ចឹងជើងហារបស់យើងនឹងទៅចាំមើលលើបបទាំងអស់គ្នាទៅណាដែរតែនខិតមិនឌូអូខេម៉ោង6បានយើងចាប់ដើម take off ឥឡូវនេះដល់ម៉ោង take off ហើយអញ្ចឹងយើងនឹងត្រូវជិះពីហុងកុងទៅខិតមិនឌូដែលចំណាយពេលប្រហែលជា5ម៉ោងជាងពួកយើងបានចេញពីពលានហើយក៏មានខាងធួដែលចាំទទួលពួកយើងអញ្ចឹងពួកគាត់ចាំទទួលស្វាគមន៍ដែលមានគម្រោងផ្កាទៀតអញ្ចឹងចេញពីនឹងទៅគឺពួកគាត់ជូនទៅកន្លែងស្នាក់នៅដល់អន្តាគាណាហើយយើងគេបន្ទប់លេខប៉ុន្មាន501បន្ទប់យើងគេងវ៉ាវញ័រមកខ្លួនផ្កាគេឲ្យ Wi-Fi នៅលើនោះទៅពេញ good night ពង good night ហើយញ៉ាំអី morning view វ៉ាវនេះនៅថាគេឲ្យទីកន្លែងឈៀលពេលព្រឹកញ៉ាំអាហារពេលព្រឹកនៅលើដំបូលកន្លែងយើងគេងអ្នកទាំងអស់គ្នាហើយយើងឈៀលយើងមើល view ថតរូបថតអីចឹងទៅថត trend ថតអីលេងចឹងឥឡូវនេះយើងកំពុងតែរៀបទៅដើរលេងណាដូរលុយ millionaire $1 ស្មើនឹង146 This shrine, Buddhist stupa, and also there are many temples and monuments around. It is very colorful with the prayer flags, prayer wheels, and also we can see many red monkeys around. Hello bro អញ្ចឹង Monkey Temple ហ្នឹងបើសិនជាយើងចង់ចូលត្រូវអស់លុយម្នាក់បើសិនជាគិតលុយខ្មែរ5ទៅ6000លុយខ្មែរអីហ្នឹងហើយវាគឺជាប្រាសាទមានវ័យចំណាស់មួយនៅនេប៉ាល់ប្រហែលជា2000ឆ្នាំជាងហើយបើតាមរឿងព្រេងគេបានលើកឡើងថាពីដើមនៅតំបន់ហ្នឹងគឺជាតំបន់បឹងដ៏ធំមួយហើយស្រាប់តែថ្ងៃមួយមានផ្កាឈូកដុះហើយផ្កាឈូកហ្នឹងបញ្ចេញពណ៌ដ៏ស្អាតហើយវាស័ក្តិសិទ្ធិបន្ទាប់មកទៀតដោយសារតែជាជំនឿជឿថាអាហ្នឹងគឺជាវត្ថុស័ក្តិសិទ្ធិឬក៏អីចឹងណាអញ្ចឹងពួកគាត់ក៏កសាងប្រាសាទនៅទីហ្នឹងដែលវាតំណាងឲ្យ self created អ្នកទាំងអស់គ្នាហើយបច្ចុប្បន្នកន្លែងហ្នឹងគឺជាទីសក្ការៈសម្រាប់ប្រជាជន
គាត់ទៅគ្រប់បូជាហើយកន្លែងហ្នឹងក៏ជាកន្លែងសម្រាប់សត្វស្វារស់នៅអញ្ចឹងមានសត្វស្វាជាច្រើនរស់នៅកន្លែងហ្នឹងជាហេតុឥឡូវហ្នឹងគេហៅថា Monkey Temple ហើយស្វាច្រើនពេកខ្ញុំមិនហ៊ានថតទេខ្លាចវាដើមទូរស័ព្ទយកទៅបាត់ចឹងនេះគ្នាខ្ញុំបានថតរូបលេងនៅក្នុងប្រាសាទហ្នឹងនៅក្នុងប្រាសាទហ្នឹងមានអគារមួយរៀងខ្ពស់អញ្ចឹងឡើងទៅលើដំបូលនៅអគារហ្នឹងទៅក៏ឃើញទីក្រុងទាំងមូលស្អាតអញ្ចឹងឥឡូវនេះយើងចេញពី Monkey Temple ហើយយើងធ្វើដំណើរទៅ Temple មួយទៀតកន្លែងមួយទៀតដែលយើងនឹងត្រូវទៅហ្នឹងមានឈ្មោះថា Buddhanath Stupa អញ្ចឹងសបុតចូលប្រហែលជា 5-6,000 ហើយកន្លែងនេះបានចូលទៅក្នុងបេតិកភណ្ឌជាតិហើយនៅឆ្នាំ 1979 ហើយមុននឹងយើងដើរបន្តយើងមកញ៉ាំអីសិននៅ Nani Kitchen នេះអញ្ចឹងហាងនេះ view ឃើញ Stupa នឹងស្អាតមែនទែនStupa នេះដែរគេកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធអ្នកទាំងអស់គ្នា store គេលក់អីនេះចរាចរណ៍នៅស្រុកគេនៅស្រុកហ្នឹងភាគច្រើនបើកបរលឿនណាហើយអត់សូវគ្រប់គ្នាទៅវិញទៅមកទេហើយព្រោះចរាចរណ៍ច្រើនមែនតើគ្រាន់តែខ្ញុំជិះទៅមួយផ្លែទាំងពី3ករណី What is that? This is temple dedicated to Ganesha. Ganesh is the god of prosperity and good luck. អញ្ចឹងឥឡូវនេះពួកយើងកំពុងតែ explore town នៅម្ដុំនឹងបន្តិចហើយពួកយើងនឹងត្រឡប់ទៅកន្លែងយើងគេងវិញដែលនៅម្ដុំ Thermal ចឹងឥឡូវនេះពួកយើងបានមកដល់ Thermal ហើយអញ្ចឹងម្ដុំនេះគឺជាម្ដុំកន្លែងខ្វាកតែម្ដងអ្នកទាំងអស់គ្នាគឺគ្រប់អីវ៉ាន់សម្រាប់ឡើងភ្នំច្រើនណាស់ទាំងកៅអៅទាំងសម្ភារៈអីនានាអញ្ចឹងបើសិនជាចង់មកលេងនេប៉ាល់ឡើងភ្នំបើចាំបាច់យកកៅអៅមកទេអ្នកទាំងអស់គ្នាទិញនៅនេះធូរថ្លៃទៀតហើយក្រៅពីហ្នឹងក៏មានលក់វត្ថុអនុស្សាវរីយ៍និយាយរួមនៅ Thermal ហ្នឹងគឺសាបូកន្លែងលក់ដូរហើយជាមួយនឹងកន្លែងញ៉ាំអី Nice here. Oh. Namaste. What is that Namaste? Which mean hello or what? Respect to Pray. Namaste. How about hello? What is that? No, hello also. Hello already hello. So when you want to greet someone, how do we say in Nepal? Hi in Nepal. Hi. Oh hi. How about thank you? Dhanyabad. Dhanyabad. Thaniba. Dhanyabad. Thanibat. Thanibat. ឃើញសសហ្នឹងខ្ញុំតកចានេះលេងនៅនេះសិនណា Hello vlog Hello guys អូ energy ណាគេតំដាបាន5នាទីគេ energy គេណាណាអូណា view Amsterdam ខូខ្លួនឯងនាំខ្លួនឯងមកកន្លែងចឹង Wow ពិតជាសាច់កាមេ